สำหรับnhómគិតថាការប្រកួតនេះគឺខ្ញុំធ្លាប់ចូលរួមប្រកួតរួចហើយតែមិនអញ្ចឹងវាដូចជាមិនសូវជាចំណាប់អារម្មណ៍ប៉ុន្មានអញ្ចឹងណាហើយណាមួយវាកតាយើងក៏ធ្លាប់យើងប្រឡូកក្នុងវិស័យនេះវាយូរឆ្នាំដែរតែហើយអញ្ចឹងចង់ទុកឲ្យបងប្អូនជាអ្នកចូលរួមប្រកួតវិញទៅហើយសម្រាប់ខ្ញុំក៏ចង់ជួយគ្រប់គ្រងបងប្អូនណាមានសមត្ថភាពឬក៏ទេពកោសល្យអីអាចដាក់ចូលរួមប្រកួតហើយខ្ញុំជួយគ្រប់គ្រងវិញបើសិនជាខ្ញុំពេញចិត្តបេក្ខភាពមួយណាខ្ញុំគ្រប់គ្រងតែបាទញ៉ាំស៊ូជីឡាបាទជំរាបសួរបងបាទសុខសប្បាយបាទសុខសប្បាយធម្មតាខ្ញុំមិនឆ្ងល់មួយឆ្ងល់បាទការងារឥឡូវរវល់ច្រើនទេបាទរវល់ច្រើនបាទដឹងគាត់សួរយកគួយអ្វីដែរបាទគឺថាការងារសិល្បៈក៏រវល់ការងារសង្គមក៏រវល់ច្រើនតែបាទតើតើទៅនឹងការថែសុខភាពរាងកាយយ៉ាងណាដែរបាទជ្រាបពេលទេបាទនិយាយទៅគឺយើងហាត់ប្រាណជាប្រចាំយ៉ាងហោចណាស់ក៏ក្នុងមួយថ្ងៃបើយើងរវល់ខ្លាំងក៏ដោយក៏យើងអាចឆ្លៀត5 នាទីទៅកន្លះម៉ោងដែរតែខានត្រូវតែហាត់ហ្មងបាទអរគុណណាលោកជីឡាអាចជម្រាបបានថាសប្តាហ៍ថ្ងៃពាក់ព័ន្ធទៅនឹងការងាររបស់យើងបាទតើលោក focus ទៅលើផ្នែកណាមួយនៃការងារដែលយើងគិតថារវល់ខ្លាំងជាងគេមិនថាការងារសង្គមឬក៏សិល្បៈមិនថាការងារសង្គមនិងការងារសិល្បៈវា50-50និយាយទៅគឺរវល់ដូចគ្នាការងារសង្គមក៏យើងធ្វើការងារសិល្បៈក៏យើងធ្វើហើយការងារផ្ទាល់ខ្លួនមួយទៀតក៏យើងធ្វើដើម្បីអញ្ចឹងវារវល់ច្រើនដែរគូសបាទអាចបង្ហើបបានការងារផ្ទាល់ខ្លួនជាការងាររបស់ក្រុមហ៊ុនឬក៏មានអាជីវកម្មផ្ទាល់ខ្លួនអាជីវកម្មផ្ទាល់ខ្លួនតិចតួចជាប្រហែលហ្នឹងឯងហើយនឹងការងារផ្សេងតិចតួចទៅបាទលោកជីឡាអាចនឹងមានអារម្មណ៍ថាខ្លួនឯងប្លែកទេបើស្អាតតែតាមធម្មតាបាទតារានីមួយដែលគាត់បង្កើតអាជីវកម្មផ្ទាល់ខ្លួនគាត់តែងតែ open គាត់តែងតែ promote តែលោកជីឡាបែរជាចង់លាក់វិញអត់តន់នេះចង់និយាយថាធ្វើឲ្យស្ងាត់សិនចាំថាឲ្យជោគជ័យខ្លាំងបាទអូខេឥឡូវត្រឡប់មកកាន់បាទសម្រួលសំខាន់វិញបាទនៅក្នុងថ្ងៃនេះបាទលោកជីឡាចូលរួមជាមួយនឹងកម្មវិធីបាទ Cosmo Cambodia 2026ដែលយើងមានទាំង Miss Cosmo និង Mr Cosmo បាទអញ្ចឹងសម្រាប់លោកជីឡាវិញបាទធ្លាប់ជាតារាកិត្តិយសនៅក្នុងកម្មវិធីប្រកួតសម្រស់ច្រើនមែនទេបាទច្រើនហ្នឹងហើយទៅកម្មវិធីហ្នឹងក៏មានឃើញការផ្ដល់កិត្តិយសឬក៏ការក្រុមជើញដែរបាទប៉ុន្តែសម្រាប់លោកជីឡៃបាទដែលនឹកឃើញថានឹងត្រឡប់ឬក៏យើងចង់ប្រឡូកក្នុងវិស័យប្រកួតសម្រស់បាទកាប់ទៅការប្រកួតសម្រស់នេះយើងក៏ធ្លាប់ប្រកួតហើយពីមុនមកដែរចានិយាយទៅគឺធ្លាប់ប្រឡងការប្រកួតប្រឡង Presi អញ្ចឹងណាបាទជាបងប្អូនពុកម៉ែបងប្អូនមួយចំនួនក៏ fan គាត់ដឹងហើយគាត់ដឹងថាខ្ញុំធ្លាប់ប្រកួតកម្មវិធីប្រឡង Presi ម្ដងហើយដល់ឡែកថ្ងៃនេះគឺខ្ញុំបានអញ្ជើញចូលជាកិត្តិយសនៅខាងកម្មវិធី Miss Cosmo ហើយក៏ប្លែកអារម្មណ៍មួយដែរគឺ surprise មួយដែរគឺថាគឺមានខាង Mr Cosmo មួយទៀតបាទតែសម្រាប់ខ្ញុំដូចជាមិនដូចជាទៅមិនរួចជាមួយនឹងក្មេងៗទេអញ្ចឹងទុកឲ្យក្មេងៗទុកឲ្យបងប្អូនសម្រាប់យុវវ័យក្រោយនេះឲ្យគាត់ចូលរួមទៅបើសម្រាប់ខ្ញុំបើថាចាប់អារម្មណ៍ក៏វាមិនចាប់អារម្មណ៍ក៏វាធម្មតាសម្រាប់ខ្ញុំព្រោះថាធ្លាប់ប្រកួតហើយតែនេះសូមឲ្យបងប្អូនគាត់ប្រកួតសម្រស់នៅកម្មវិធី Mr Cosmo បាទតកតងទៅនឹងវ័យក៏ដូចជាសម្រស់ដូចជាមិនទាន់ដល់ថ្នាក់ហៅថាបងប្អូនទេបាទលោកជីឡានៅក្មេងនៅអាចចូលរួមប្រកួតបានបាទសំហាត់ផលមួយត្រឹមត្រូវមើលបាទចង់ថាគាត់ចង់ឃើញគេប្រកួតឬក៏យើងគិតថាអូធ្លាប់ប្រកួតម្ដងហើយឆ្អែតឆ្អន់ហើយមិនចង់ជួបទៀតទេឬក៏យ៉ាងណាបាទសម្រាប់ខ្ញុំគិតថាការប្រកួតនេះគឺខ្ញុំធ្លាប់ចូលរួមប្រកួតរួចហើយតែមិនអញ្ចឹងវាដូចជាមិនសូវជាចំណាប់អារម្មណ៍ប៉ុន្មានអញ្ចឹងណាហើយណាមួយវាកតាយើងក៏ធ្លាប់យើងប្រឡូកក្នុងវិស័យនេះវាយូរឆ្នាំដែរតែហើយអញ្ចឹងចង់ទុកឲ្យបងប្អូនជាអ្នកចូលរួមប្រកួតវិញទៅហើយសម្រាប់ខ្ញុំក៏ចង់ជួយគ្រប់គ្រងបងប្អូនណាមានសមត្ថភាពឬក៏ទេពកោសល្យអីអាចដាក់ចូលរួមប្រកួតហើយខ្ញុំជួយគ្រប់គ្រងវិញបើសិនជាខ្ញុំពេញចិត្តបេក្ខភាពមួយណាខ្ញុំគ្រប់គ្រងតែ